แต่สเบอร์นิเตียนส้มจูนเรื่องเทพธิดาเศษเมียนึ่งบุรกอมสอดกาลปีเปรณีเมียนบุรมเนะชมัวศกเจียเนะไกรกรอกอมเปรียเอาปกมัดได้รอในขนองตอมโจเรียแต่ไอไงมุยคณะเปลดาเกกอมปุงสมระกรอมดำเชิดทอมมุยสรับแต่เคยสัตว์เซจปัวเมียมุยกบาลฮอหมกตุมเนเลอเมเชอร์เตียงเมียนรบุสลาบศกนิยัยดอยสิกได้อนัตเตกันเซจเอาสัตว์เซจกอมสอดเอ๋ยตาหนวลนาเพื่อบาปไออ่อยเมียนรบุแบบนี้กอมคลาดเอจำขยมจุยเจียบ่าวนาศกบ้านยกเศษเมียนุเติบเตียร่มรบุกหนึ่งได้เยี่ยมเมื่อทายยางจัดตุกดาในเปลยุบอาตรีดขณะซอกกอมปงลงหลัวสรับตายเมียนปนลือปอเมียเจียจันปีสัตเศษสัตเศษเมียบานปลายคลายคลูนเจียเตบทีดาดอสรอสอาดมันเนะเทพธิดาบานโปลติกเตจบุรมันเนะนี้เมียนจัดบ่อนนะบ้าตัวเจียคลูนกรอลลมบ้าก่อนเนอเมียนจัดเมตาหมอกเลอสัตโลกได้เปรกหลังซบเนะปีเดจสรับแต่เคยมหบอาหาปิงตกหนึ่งเตี้ยสมบัยสะอาดบาดปอนตายสัตว์เซจเนื้อแต่เจียสัตว์เซจดอดได้จรานไงก่อนลองพอดตือรบุเซจเมียบ้านเจียสัตสบายไงมุยศกเพื่อปุดเจียเจนเตอเบะบอนหลายแต่ซกลูดลวบเมื่อปีกรอยทวีก่อบ้านเคยสัตว์เซจปลายกรลาเจียสไรสอาดกอมปุงบอสมอาดเตียศกรถโจลเตอสูเตียงเพียพาลจอตาเนียงเจียนวลนาจอสัตเสกเมียรบอกขยมเนื้ออายนาเทพธิดาโยยิมตวนพลวนขยมคือเจียเทพธิดาจอกปีฐานสู้เพราะตายเมียนกรัวธนะเติบเทลียเมาพบก่อนดาลขนองรูปเพียบเจียเสกเมียบองปรอเมียนก้นจุยส่งครัวชีวิตขยมส้มเนื้อบำราบองดำใบตอบสนองกุนวิงศกหนึ่งเทพธิดาเศษเมียบานรีบการัวเนื้อจีมุยเคนียเจียปไดประปนอย่างเมียนโซเพียเมียงกลโบรเมียนนี้บานลือเตอดอลตรเจียกเศรษฐีจัดอากรอกนองภูมิเศรษฐีนิยัยดอยจรนายอาซอกเวียเมียนสำนางเอ๋ยบ้านประปุนสะอาดโดยเทพอับซอแบบนี้อันเตอตายดอนดามยกเนียงหมอกเทือเจียประปุนอันอ่อยบ้านเศรษฐีบ้านเฮาซอกหมอกนอลคเนียบาซอกจันเตอประกลประปุนอ้อยเศรษฐีปอนใต้บาชเนียเศรษฐีหนึ่งอ้อยตรอบสมบัติเปียก่อนได้เตออ้อยซอกเศรษฐีบานดะเละคันอ้อยซอกโรคโรบอวิเศษได้มันอาจโรคบ้านเนเลอโลกโดยสาเมียนกาจุยจมเจริญปีเตปธิดาเจเพระเยซอกก็อาจโรคโรบอหนุกบานเศรษฐีสรลังกังมันอาจเตอรูเตแฮดเอาไว้ไออาจโรคเวียบ้านซอกนิเยโดยเพียบอ่องอาจรู้สิกได้ละอหนึ่งเพียบสมอตรองแต่เมียนเทวดาจุยท้ายเรซาเศรษฐีขมาเกก็รถกิจคลุนบัดเตอซอกหนึ่งเพียริเยเตปธิดาก็รัวเนื้อจืมุยเคนียอย่างเมียนสิกได้ซอกรอฮดเรียงเมากาเทออมเปอร์ละอหนึ่งสิกได้เมตากะโรนาหนึ่งเพียบสมอตรอง
គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអាចផ្លាស់ប្ដូរវាសនាមនុស្សបានព្រោះលឹមស្រាងយាយម៉ៅដើរកាត់ផ្ទះសុកឃើញសុកស្លៀកពាក់ស្អាតបាតផ្ទះបោះសម្អាតឡើងរលោងហើយមានក្លិនក្រអូបដូចផ្កាស៊ូភាយចេញមកក្រៅយាយម៉ៅនិយាយម្នាក់ឯងអាយ៉ាអាសុកវាមានខ្មោចឡងឬមានខ្មោចជួយផ្ទះវាពីមុនដូចរុនកណ្ដុរឥឡូវដូចវិមានស៊ូអញត្រូវតែលួចមើលឲ្យឃើញនឹងភ្នែកយាយម៉ៅលួចអើតតាមប្រហោងជញ្ជាំងស្រាប់តែឃើញទេពធីតាសេកមាសកំពុងអង្គុយរៀបចំអាហារឲ្យសុករូបសម្រស់នាងចែងចាំងធ្វើឲ្យយាយម៉ៅភាំងស្មារតីយាយម៉ៅរត់ទៅភូមិគ្រឹះសិទ្ធិវ័នទាំងបកភ្នែកបកមាត់យាយម៉ៅបានប្រាប់ទៅសិទ្ធិក្រវ័នថាលោកមហាសិទ្ធិរឿងធំហើយអាសុកវាមានប្រពន្ធអូយស្អាតណាស់លោកអើយស្អាតជាងស្រីក្នុងនគរយើងទាំងអស់បើលោកបានឃើញមុខជាដេកមិនលក់បបរមិនឆ្ងាញ់ឡើយសិទ្ធិក្រវ័នប្រវត្តិឈើច្រត់ចោលស្អីគេអាសុកកំសត់នឹងមានប្រពន្ធស្អាតឯងភ័ន្តភ្នែកទេដឹងយាយម៉ៅមនុស្សដូចវាសូម្បីតែឆ្កែក៏រកមិនបានផងសេដ្ឋីក្រវ័នដឹកនាំកូនចៅមួយក្រុមទៅដល់ផ្ទះសុកអ្នកភូមិឯទៀតក៏ចោមរោមមើលដោយក្តីច្រណែននិងចង់ដឹងសេដ្ឋីក្រវ័នស្រែកខ្លាំងអាសុកចេញមកអញឮថាឯងលួចលាក់ស្រីស្អាតក្នុងផ្ទះតើនាងជានរណាបើឯងគ្មានប្រភពច្បាស់លាស់ទេអញនឹងចោទថាឯងលួចប្រពន្ធគេហើយចាប់ឯងដាក់គុកសុកដើរចេញមកដោយភាពថ្លៃថ្នូរជម្រាបសួរលោកសេដ្ឋីនិងអ្នកភូមិទាំងអស់គ្នានេះគឺជាភរិយារបស់ខ្ញុំនាងជាមនុស្សល្អមិនបានលួចលាក់ពីនរណាឡើយអ្នកភូមិមើលចោះស្រីម្នាក់នឹងស្អាតដូចទេពអប្សរចុះហេតុអីមកយកអាសុកកំសត់នឹងធ្វើប្តីអ្នកភូមិខ្សែបខ្សៀវគ្នាប្រហែលជានាងនឹងភ្នែកខ្វាក់ឬក៏អាសុកវាដាក់ស្នេហ៍ហើយមើលទៅមិនសមគ្នាតតែសោះសេដ្ឋីក្រវ័នសំឡឹងមើលទេពធីតាដោយភ្នែកមិនដាក់អាសុកឯងវាមិនសមនឹងស្រីម្នាក់នេះទេមនុស្សដូចឯងសមតែដេកដីស៊ីបបរម្នាក់ឯងទៅចាំមើលចោះអញនឹងធ្វើឲ្យឯងបាត់បង់នាងហើយចិត្តច្រណែនរបស់អ្នកភូមិនិងភាពល្មមកាមរបស់សេដ្ឋីក្រវ័នបានคล้ายជាពពួកខ្មៅងងឹតនិងបិទបាំងសុភមង្គលរបស់សុកនិងទេពធីតាសេកមាសតើមានរឿងអ្វីកើតឡើងបន្តទៀតនៅពេលដែលសិទ្ធិចាប់ផ្ដើមប្រើល្បិចកលដើម្បីដណ្ដើមយកនាងទេពធីតាសូមបន្តទៅវគ្គមួយទៀតសេដ្ឋីក្រវ័នអង្គុយក្រវីជើងទាំងមិនអស់ចិត្តភ្នែកសំឡឹងមើលទៅមាសប្រាក់រួចងាកមកនិយាយជាមួយកូនចៅសេដ្ឋីក្រវ័នអាប៉ោងឯងឃើញទេស្រីម្នាក់នោះស្អាតណាស់បើអញមិនបាននាងមកអោបថើបទេអញច្បាស់ជាដាច់ខ្យល់ស្លាប់មិនខានប៉ុន្តែនាងហាក់ដូចជាស្រឡាញ់អាសុកណាស់យើងត្រូវរកល្បិចយ៉ាងណាឲ្យអាសុកចាញ់ក្រឡាអញអាប៉ោងញញឹមចង់មាត់លោកសេដ្ឋីយើងប្រើអំណាចបង្ខំវាមិនកើតទេព្រោះអ្នកភូមិមើលច្រើនយើងត្រូវហៅវាមកភ្នាល់
ដាក់លក្ខខណ្ឌដែលមិនអាចធ្វើទៅរួចបើវាចាញ់យើងនឹងយកប្រពន្ធវាដោយស្របច្បាប់សេដ្ឋីឲ្យកូនចៅទៅហៅសុកមកជួបនៅមុខសាលាភូមិដែលមានអ្នកភូមិចោមរោមមើលយ៉ាងច្រើនកកកសេដ្ឋីក្រវ៉ាន់និយាយខ្លាំងអាសុកឯងគ្រាន់តែជាអ្នកក្របើកលៈទេសៈស្រុកទេសមានអាសន្នឯងមានអីជួយស្រុកចោះបើអញចង់សាកល្បងសមត្ថភាពឯងបន្តិចតើឯងហ៊ានភ្នាល់ជាមួយអញទេសុកឆ្លើយដោយរៀបសារលោកសេដ្ឋីខ្ញុំជាអ្នកតូចទាបមិនចង់ភ្នាល់អ្វីជាមួយលោកទេខ្ញុំចង់រស់នៅដោយសុខសាន្តជាមួយភរិយាខ្ញុំតែប៉ុណ្ណោះអ្នកភូមិស្រែកចំអកខ្លាចហើយមែនទេអាសុកមានប្រពន្ធស្អាតតែចិត្តសឿងដូចអណ្ដើកសំតែសេដ្ឋីយកប្រពន្ធទៅបាត់ហើយសេដ្ឋីក្រវ៉ាន់សើចក្អាកក្អាយកុំបារម្ភបើឯងឈ្នះអញនឹងចែកមាសប្រាក់ឲ្យឯងពាក់កណ្ដាលផ្ទះប៉ុន្តែបើឯងចាញ់ឯងត្រូវប្រគល់ប្រពន្ធឯងមកឲ្យអញមើលថែជំនួសលក្ខខណ្ឌនោះគឺក្នុងរយៈពេល3ថ្ងៃឯងត្រូវរកការមាសស៊ូដែលមានក្លិនក្រអូបសពសកលលោកមកឲ្យអញបើគ្មានទេឯងរៀបចំខោអាវចេញពីផ្ទះទៅសុកភ័យស្លន់ស្លោផ្កាមាសស៊ូនៅលើលោកនេះមានរបស់បែបនេះដែរឬទេលោកសេដ្ឋីនេះច្បាស់ជាចង់ធ្វើបាបខ្ញុំហើយសុកត្រឡប់មកផ្ទះវិញទាំងទឹកភ្នែកអង្គុយចុះអោបក្បាលជង្គង់យំនៅមុខប្រពន្ធទេពធីតាសេកមាសស្ទុះមកអង្អែលខ្នងបងសំឡាញ់ហេតុអ្វីបានជាបងយំសោកបោកខ្លួនបែបនេះតើមានរឿងអ្វីកើតឡើងសុករៀបរាប់ទាំងអ៊ូលដើមកអូនអើយសេដ្ឋីគេបង្ខំបងឲ្យរកការមាសស៊ូបើមិនបានទេគេនឹងដណ្ដើមយកអូនពីបងហើយបងស្លាប់ចុះបើត្រូវបាត់បងអូនទេពធីតាសេកមាសញញឹមយ៉ាងមានទំនុកចិត្តបងកុំបារម្ភអីសេចក្តីល្អនឹងការពារយើងបងចូលទៅសម្រាប់ចោះស្អែកព្រលឹមបងនឹងមានរបស់ទៅឲ្យសេដ្ឋីមិនខានសុកមិនដឹងតល់តាសោះថាភរិយារបស់ខ្លួនមានឫទ្ធិអំណាចលើសពីមនុស្សធម្មតាតើទេពធីតាសេកមាសនឹងប្រើវិធីអ្វីដើម្បីយកការស៊ូមកឲ្យស្វាមីហើយតើសេដ្ឋីនឹងមានប្រតិកម្មយ៉ាងណាពេលឃើញរបស់នោះនៅពេលយប់អាត្រាតខណៈសុកកំពុងលង់លក់ទេពធីតាសេកមាសបានដើរចេញមកកណ្ដាលវាលទេពធីតាសេកមាសបានលើកដៃប្រណម្យទៅកាន់វេហាថាអោព្រះពាយនិងទេវតាថែរក្សាភពស៊ូអើយដោយអំណាចនៃសេចក្តីស្មោះត្រង់របស់ស្វាមីខ្ញុំនិងសិលទានដែលខ្ញុំធ្លាប់សាងសូមប្រទាននៅផ្កាឈូកមាសដើម្បីជួយសង្គ្រោះពួកយើងពីមនុស្សពាលផងចោះរំពេចនោះពន្លឺពណ៌មាសជះចុះពីលើអាកាសធ្លាក់មកលើដៃនាងคล้ายជាផ្កាឈូកមាសមួយទងដ៏ស្រស់ស្អាតនិងមានក្លិនក្រអូបសាយភាយពេញភូមិព្រឹកឡើងអ្នកភូមិម្នាក់ភ្ញាក់ពីដេកទាំងងឿងឆ្ងល់ព្រោះធំក្លិនក្រអូបចម្លែកដែលមិនធ្លាប់មានពីមុនមកក្លិននោះធ្វើឲ្យអ្នកដែលកំពុងឈឺក៏មានកម្លាំងមាំមូនឡើងវិញអូយក្លិនអីក៏ក្រអូបម្ល៉េះគ្រាន់តែហេតុភ្លាមស្រឡះមុខស្រឡះមាត់តែម្ដងសុកភ្ញាក់ពីដំណេកឡើងឃើញផ្កាមាសនៅក្នុងថាសប្រាក់
ក៏ស្ទុះទៅអរគុណភរិយារួចលើបការនោះដើរទៅផ្ទះសេដ្ឋីដោយមានអ្នកភូមិដើរតាមពីក្រោយត្រដងត្រដែតសេដ្ឋីក្រវ៉ាន់កំពុងអង្គុយសើចចំអកសុកកាលបើឃើញសុកកាន់របស់ម្យ៉ាងដែលមានពន្លឺចែងចាំងមកពីចម្ងាយសេដ្ឋីក៏ចាប់ផ្ដើមបែកញើសថ្ងាសសុកដាក់ផ្កានៅចំពោះមុខសេដ្ឋីនេះជាផ្កាស្មាសស៊ូដែលលោកចង់បានសូមលោកពិនិត្យមើលចោះតើវាពិតប្រាកដដែរឬទេសេដ្ឋីក្រវ៉ាន់និយាយទាំងញ័រមាត់មិនអាចទៅរួចទេឯងទៅលួចវាពីណាផ្កានេះមានតែនៅក្នុងរឿងនិទានទេអាប៉ោងខ្សឹបប្រាប់សេដ្ឋីលោកម្ចាស់ក្លិនវាពិតជាអស្ចារ្យណាស់បើយើងប្រកែកមុខជាអ្នកភូមិជេរមិនខានព្រោះគ្រប់គ្នាឃើញច្បាស់នឹងភ្នែកហើយទោះបីជាចាញ់ភ្នាល់ប៉ុន្តែចិត្តអាក្រក់របស់សេដ្ឋីមិនអស់ត្រឹមនឹងទេគេធ្វើជាញញឹមបន្លំភ្នែកអ្នកភូមិសេដ្ឋីក្រវ៉ាន់លើកនេះឯងសំណាងធំហើយអាសុកអញនឹងឲ្យមាសប្រាក់ឯងតាមសន្យាប៉ុន្តែការនេះគ្រាន់តែជារបស់ក្រៅខ្លួនបើឯងពិតជាខ្លាំងមែនស្អែកនេះឯងត្រូវរកសត្វត្រីលក្ខដែលមានក្បាលជាតោខ្លួនជាហង្សនិងកន្ទុយជានាគមកឲ្យអញមើលម្ដងបើមិនបានទេគឺត្រូវភ្នាល់ដល់ដែលសុកក្តៅចិត្តយ៉ាងខ្លាំងលោកសេដ្ឋីលោកជាអ្នកមានយសស័ក្តិហេតុអ្វីក៏មិនរក្សាសម្ដីបែបនេះសុកដើរត្រឡប់មកវិញទាំងទឹកភ្នែកហូររហាមព្រោះដឹងថាការភ្នាល់នេះគ្មានថ្ងៃបញ្ចប់ឡើយដរាបណាសេដ្ឋីមិនទាន់បានខ្លួនប្រពន្ធគេកាន់តែជោគជ័យកាន់តែមានគ្រោះថ្នាក់សេចក្តីលោភលន់របស់មនុស្សម្នាក់អាចបំផ្លាញក្តីសុខរបស់អ្នកដទៃបានគ្រប់ពេលតើលើកនេះទេពធីតាសេកមាសនឹងជួយស្វាមីដោយរបៀបណាហើយតើសត្វត្រីលក្ខនោះពិតជាមាននៅលើលោកនេះមែនដែរឬទេសូមទៅទស្សនានៅភាគបន្តសុកអង្គុយសេចក្ដីគិតទាំងអស់សង្ឃឹមប៉ុន្តែទេពធីតាសេកមាសបែរជាញញឹមដោយភាពស្ងប់ស្ងាត់នាងកាន់ដៃប្តីទាំងពីរសងខាងទេពធីតានិយាយទៅកាន់ប្តីបងសំឡាញ់នេះជាល្បែងចុងក្រោយហើយមនុស្សលោភលន់ដូចសេដ្ឋីក្រវ៉ាន់បើមិនឲ្យគេឃើញនរកទេគេមិនឈប់សាងបាបឡើយស្អែកនេះបងទៅប្រាប់សេដ្ឋីចោះថាសត្វត្រីលក្ខនឹងមកដល់នៅកណ្ដាលភូមិសុកបារម្ភចោះបើមិនមកចោះបើវាធ្វើបាបអូនទេពធីតាសេកមាសជឿជាក់លើអូនចោះអ្នកភូមិរាប់រយអ្នកមកជុំគ្នាសេដ្ឋីក្រវ៉ាន់អង្គុយលើគ្រែស្នែងយ៉ាងរំភើបចាំអើតមើលសត្វចម្លែកសេដ្ឋីក្រវ៉ាន់ស្រែកជ័យយោហាថ្ងៃត្រង់ហើយអាសុកឯណាទៅសត្វត្រីលក្ខរបស់ឯងរៀបចំប្រគល់ប្រពន្ធឲ្យអញមករំពេចនោះមេឃដែលកំពុងស្រឡះបែរជាងងឹតស្លុបគោលន់ក្រហមពេញអាកាសពពួកខ្មៅវីវល់คล้ายជាខ្យល់កន្ត្រាក់បោកបក់មកលើទីធ្លានោះស្រាប់តែមានសត្វដ៏ធំសម្បើមមួយហោះចុះពីលើមេឃវាមានក្បាលជាតោក្រហមញ័រដីខ្លួនជាហង្សមានរោមពណ៌មាសចែងចាំងនិងកន្ទុយជានាគរលាក់រលក់ពេញអាកាសភ្នែករបស់វាបញ្ចេញរស្មីដូចភ្លើងអ្នកភូមិផ្អើលរត់ជន់គ្នាព្រះអើយសត្វទេពមកមែនជួយផងលោកអើយសត្វត្រីលក្ខនោះបានហោះមកឈប់នៅចំពោះមុខសេដ្ឋីរួចក្រហមមួយទំហឹង
ធ្វើឲ្យសិទ្ធិធ្លាក់ពីលើក្រេស្នែងបោកក្បាលនឹងដីភ័យលិចនោមពេញខោសត្វត្រីលាក់បញ្ចេញសំឡេងដោយទេពធីតាមនុស្សលោភលន់ឯងប្រើអំណាចដណ្ដើមប្រពន្ធគេប្រើល្បិចកលបៀតបៀនអ្នកក្រសិលធម៌ថ្ងៃនេះជាថ្ងៃចុងក្រោយនៃលបែងរបស់ឯងហើយសិទ្ធិក្រវ៉ាន់សំពះញ័រដៃដូចសត្វសុំទោសខ្ញុំខ្លាចហើយខ្ញុំមិនហ៊ានទៀតទេខ្ញុំសុកចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យអាសកកុំសម្លាប់ខ្ញុំអីសត្វត្រីលាក់ក៏ហោះឆ្វាលជុំវិញភូមិគ្រឹះសិទ្ធិស្រាប់តែភូមិគ្រឹះនោះរលាយបាត់ភ្លាមคล้ายជាដីវាលហោស្ថានសិទ្ធិនិងកូនចៅត្រូវធ្លាក់ខ្លួនជាអ្នកសំទានក្នុងមួយពព្រិចភ្នែកសត្វត្រីលាក់ក៏ហោះមកជិតសុករួចប្រែក្រឡាទៅជាទេពធីតាសេកមាសវិញអ្នកភូមិទាំងអស់លោតជង្គង់សំពះនាងដោយភាពគោរពទេពធីតាសេកមាសបាននិយាយទៅកាន់ប្តីថាបងសំឡាញ់ភារកិច្ចអូននៅភពកណ្ដាលបានបញ្ចប់ហើយបងគឺជាមនុស្សល្អបងសមនឹងទទួលបានក្តីសុខចាប់ដៃភរិយាតើអូនត្រូវទៅវិញហើយមែនទេទេពធីតាសេកមាសយើងនឹងជួបគ្នាវិញនៅថ្ងៃណាមួយដោយអំណាចនៃបុណ្យកុសលទេពធីតាប្រែខ្លួនជាសេកហោះហើរត្រឡប់ទៅលើមេឃបន្សល់ទុកនៅមាសប្រាក់និងទ្រព្យសម្បត្តិដែលសិទ្ធិធ្លាប់ភ្នាល់ឲ្យទៅសុកដើម្បីឲ្យសុកចែកទានដល់អ្នកក្រអ្នកដទៃទៀតចាប់ពីថ្ងៃនោះមកសុកបានក្លាយជាបុរសចិត្តធម៌ជួយអ្នកភូមិគ្រប់គ្នាឲ្យមានសេចក្តីសុខរឿងរ៉ាវរបស់គេនិងទេពធីតាសេកមាសបានក្លាយជាវិរៈភាពនិងនិទានតគ្នាថាអំពើល្អមិនសាបសូន្យហើយមនុស្សពីលតែងតែវិនាសដោយខ្លួនឯងសម្រាប់រឿងទេពធីតាសេកមាសនិងបុរសកំសត់បានបញ្ចប់ត្រឹមប៉ុណ្នេះសូមបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបើសិនជាបានស្ដាប់តាំងពីដើមរហូតដល់ចប់សម្រាប់ការនិទាននេះបងប្អូនគិតថាជក់ចិត្តដិតអារម្មណ៍សូមកុំភ្លេចជួយចុច like និងចុច Subscribe ហើយដាក់រូបកណ្ដឹងដើម្បីទទួលបាននៅរឿងនិទានថ្មីបន្តទៀត Admin សូមអរគុណនិងសូមជម្រាបលា